นี่បងប្អូនថ្ងៃនេះមកចែកម្លែកចំណេះដឹងតូចមួយបងប្អូនតាក់ទងនឹងក្បាលពស៊ីបាទតាក់ទងនឹងក្បាលពស៊ីម៉ូតូធ្វើឲ្យតែកូនចំណេះដឹងតូចមែនក៏ប៉ុន្តែពេលខ្លះវាអាចជួយដោះស្រាយបញ្ហាបងប្អូនយើងបានច្រើនណាហ្នឹងហើយកុំឲ្យបងប្អូនរុញបាទពេលពស៊ីខូចម៉ូតូខូចក្បាលពស៊ីបងប្អូននៅកណ្ដាលព្រៃជាក់ស្ដែងដូចខ្ញុំនេះកណ្ដាលព្រៃកស៊ូនេះបងប្អូនបាទកណ្ដាលព្រៃកស៊ូជិះឆ្ងាយពីភូមិប្រហែលជា3-4 គីឡូដីបងប្អូនអញ្ចឹងមិនដឹងថារកជាងឯណាទេបងប្អូនប៉ុន្តែសំណាងល្អដែរខ្ញុំមានណាតិចនិចនឹងចំណេះដឹងនឹងបងប្អូនអញ្ចឹងមុននឹងខ្ញុំរៀបចំដាក់ទៅវិញខ្ញុំមកចែកម្លែកឲ្យបងប្អូនយើងដឹងតិចដែរបាទក្រែងលោខូចក្បាលពស៊ីកដាលព្រៃកដាលផ្សៃឆ្ងាយជាងអីណាបាទហ្នឹងតេតើនឹងខូចក្បាលពស៊ីទេបងប្អូនពេលបងប្អូនដោះមកពស៊ីអត់មានភ្លើងអត់ឲ្យភ្លើងណាបងប្អូនអញ្ចឹងបងប្អូនអាចមើលវីដេអូហ្នឹងបានបាទដូចខ្ញុំនេះអញ្ចឹងបើស៊ីអត់ឲ្យភ្លើងទេបាទអត់មានភ្លើងទេសាំងនេះហូរធម្មតាបេនសាំងហូរធម្មតាប៉ុន្តែពេលឆេះជួនកាលឆ្លក់ជួនកាលអត់ឆេះរោតែបន្តិចលុតវិញបាទពេលឆេះខ្លះស្មានតែមកពីបេនសាំងឯតាតែតាមពិតមកពីប៊ូស៊ីនេះឯងមើលហើយខ្ញុំចំណាំតែធ្វើអញ្ចឹងឯងបាទដើម្បីអាចដោះស្រាយទៅដល់ជាងបានឬក៏ដោះស្រាយទៅដល់ផ្ទះដល់អីវិញបានណាដូចយើងនៅកណ្ដាលព្រៃនឹងទៅរយណាបាទដំបងឡើយដាច់ខាតយើងត្រូវតែមានសោដោះពស៊ីចំណាប់ខ្ញុំអត់មានតែខ្ញុំមានតកាប់បាទតែសំណាងដែរដែលដោះបានបាទសំណាងដែរដែលដោះពស៊ីនឹងបានណាតកាប់ហ្នឹងបងប្អូនមានតកាប់មានសោមានអីពេលម៉ូតូអត់ឆេះកណ្ដាលព្រៃកណ្ដាលផ្លូវបងប្អូនអាចមើលធ្វើតាមវីដេអូខ្ញុំសាកបានបាទដំបងឡើយដោះក្បាលពស៊ីមកសាកបាទសាកតើវាមានភ្លើងឬអត់បាទបើសិនណាជាវាអត់ភ្លើងឬក៏ឲ្យភ្លើងខ្សោយឆ្លងអីណាបងប្អូនអាចមើលវីដេអូនឹងបានបាទអញ្ចឹងដំបងឡើយបងប្អូនដោះវាចេញមកបាទដោះវាចេញមកហើយបងប្អូនកុំឆ្ងល់ហើយដែលខ្ញុំកាច់នេះបងប្អូនឃើញខ្ញុំវាយប្រវែកគូតក្រោយហ៎បាទវាយប្រវែកគូតក្រោយប៊ូស៊ីហ៎បាទអាហ្នឹងវាដោះស្រាយពេលបញ្ហាអត់ភ្លើងបងប្អូនដំបងឡើយនេះបងប្អូនកលេចមកមើលក្នុងរុនប៊ូស៊ីបាទក្នុងរុនប៊ូស៊ីណាទេមើលឃើញបាទនៅក្នុងមើលឃើញបងប្អូននៅក្នុងប៊ូស៊ីវាមានបដូលមួយបាទមានបដូលមួយនៅក្នុងហ្នឹងអត់ឃើញបាទចាំមើលខ្ញុំព្រមឲ្យឃើញតិចសិនបាទបងប្អូននេះបាទនៅក្នុងបដូល VC នោះបដូលវាណាអានៅក្នុងបដូលវាហ្នឹងវាមាននេះវាមានថ្មវាថ្មដូចគូតវាចឹងដែរបាទថ្មដូចគូតវាចឹងដែរបាទក៏ប៉ុន្តែបដូលវានោះបងប្អូនឃើញខាងក្នុងហ្នឹងខាងក្នុងហ្នឹងខ្ញុំឆ្កឹះបដូលខាងក្នុងចោលបាទបងប្អូនតកាប់យើងហ្នឹងឬក៏មានដែកមានអីស្រួយហ្នឹងបងប្អូនចោះប្របែកអាបដូលវាចោលបាទបដូលវាបាទបងប្អូនឃើញអត់មាននេះអត់មានទេបាទហើយដោយសារទូរស័ព្ទថតអាបដូលវាទូចពេកមើលអត់ចង់ឃើញបាទបងប្អូនឃើញបាទខ្ញុំឆ្កឹះបដូលហ្នឹងបាត់ហើយបាទអត់មានបដូលអសហ្នឹងទេឆ្កឹះអស់ហើយចឹងបងប្អូនអាចឆ្កឹះប្របែកអាបដូលហ្នឹងបានអាបដូលនេះអាបដូលសនេះអាហ្នឹងថ្មណាដូចជាកគូតក្រៅចឹងដែរបាទបងប្អូននេះថ្មដូចគូតក្រៅចឹងដែរបងប្អូនហើយបងប្អូនឆ្កឹះប្របែកវាមកបាទប្របែកវាអស់មកហើយបងប្អូនគោះវាចេញបាទគោះវាចេញបន្ទាប់មកបងប្អូនដាក់សាកមើលសាកនៅពេលដែលបងប្អូនឆ្កឹះអាបដូលនឹងចេញអស់ហើយគោះវាឲ្យអស់កតិចហើយបងប្អូនពលាអាបដូលបន្តិចហ្នឹងមកពលាអាដែកហ្នឹងបន្តិចមកបាទបន្ទាប់មកបងប្អូនសាកមើលតើវាឲ្យភ្លើងឬក៏អត់បាទវាឲ្យភ្លើងជួនកាលដំបូងវាអាចខ្សោយបងប្អូនអាចឲ្យភ្លើងខ្សោយអញ្ចឹងហើយបើនៅតែខ្សោយបើខ្លាំងហើយធាក់ទៅឆេះធម្មតាអូខេបងប្អូនដាក់ទៅហើយជីចាំវាលុតពេលណាខ្ញុំគិតពីហ្នឹងទៀតប៉ុន្តែបើភ្លើងវារៀងខ្សោយក្រហមបងប្អូនវាយគូតក្រោយខ្ញុំបាទឃើញខ្ញុំវាយគូតក្រោយទេបាទវាយគូតក្រោយចោលបាត់ហើយបងប្អូនវាយអាគូតក្រោយនឹងប្របែកអាគូតក្រោយនឹងមកដូចខ្ញុំអញ្ចឹងឲ្យដំវាទៅហើយដាក់ទៅវិញភ្លើងខ្លាំងបងប្អូនបាទខ្ញុំធ្វើតែអញ្ចឹងហើយបាទហើយដោះស្រាយបានហើយជិះជួនកាល2 3ថ្ងៃទៀតមិនតាន់ខូចផងបងប្អូនអត់តាន់ខូចទេបាទដោយសារយើងឆ្កឹះអាស្នូកដាលចេញដល់អញ្ចឹងកតិចវាអត់ងាយឆ្លងបាទអត់ងាយសើមក្បាលពស៊ីយើងទេតែអញ្ចឹងវាអត់ងាយឆ្លងទេបងប្អូននេះមើលអញ្ចឹងឃើញបដូរកដាលបងប្អូនបដូរកដាលទូចមួយបាទហើយអាហ្នឹងថ្មវាក្នុងហ្នឹងខ្ញុំឆ្កឹះចោលបាត់ហើយបងប្អូនឆ្កឹះតាមទៅបាទបន្ទាប់មកទៀតបងប្អូនវាយគូតក្រោយតិចមកបាទវាយឲ្យបែកដូចខ្ញុំអញ្ចឹងមកនេះឃើញខ្ញុំវាយបែកទេបាទ
បន្តមកទៀតបងប្អូនដាក់ទៅហើយជីកទៅឆេះហើយបងប្អូនបាទខ្ញុំធ្វើតែអញ្ចឹងហើយបងប្អូនបន្តហាន់2 3ថ្ងៃឬក៏ឆ្ងាយជាងអាចដាក់ឲ្យដល់ជាងបានបងប្អូនបាទបើបងប្អូនមិនជឿទេអាចសាកមើលណាសាកមើលបងប្អូនពេលប៊ូស៊ីខូចបងប្អូនអាចទៅរើសប៊ូស៊ីណាដែលខូចយកមកធ្វើតេស្តបានណាប៊ូស៊ីណាដែលបងប្អូនបោះចោលហើយវានៅរាងថ្មីដែរអញ្ចឹងបងប្អូនទៅរើសវាយកមកឆ្កឹះអាថ្មនៅកណ្ដាលបដូលចេញទៅវាយកូតក្រោយបន្តិចមកហើយបងប្អូនដាក់ទៅវិញមើលតើវាឆេះឬក៏អត់បាទសម្រាប់ខ្ញុំប៊ូស៊ី10គឺឆេះទាំង10បាទឲ្យទៅនៅថ្មីណាកុំឲ្យច្រេះចាប់បើថាច្រេះចាប់នឹងយ៉ាប់ហើយបាទកុំអាប៊ូស៊ីនៅថ្មីមិនទាន់ត្រូវទឹកមិនទាន់ចូលទឹកបោះចោលមិនទាន់ត្រូវទឹកអីយកមកវាយដាក់ជួនកាលបដោះអាន2 3ថ្ងៃដែរបងប្អូននេះប៊ូស៊ីគ្រប់ប៊ូស៊ីបងប្អូនអាចធ្វើចឹងបានបាទមិនថាម៉ាស៊ីនកាយ៉ាំដលងម៉ាស៊ីនបូមទឹកឬក៏ម៉ាស៊ីនកាត់ស្មៅអីទេបងប្អូនខ្ញុំធ្វើតែអញ្ចឹងអីបាទវាអាចបដោះជួនកាល1ថ្ងៃ2ថ្ងៃដែរបងប្អូនអានេះធ្វើត្បិតតែវាចំណេះដឹងតូចមួយទេបាទក៏ប៉ុន្តែវាដោះស្រាយពេលយើងពិបាកបានជាក់ស្ដែងដូចទៅបូមទឹកកដាលព្រៃអីបាញ់ថ្នាំកដាលព្រៃអីកដាលចកាអីទៅរកប៊ូស៊ីណាតន់បងប្អូនបាទធ្វើវិធីសាស្ត្រខ្ញុំនឹងទៅបាទធ្វើបានបដោះបានបងប្អូនមកគ្រាវាមិនបាន 100% ទេវាមិនសុទ្ធតែបានទាំងអស់ទេប៉ុន្តែសឹងតែ 90% គឺអាចធ្វើចឹងបានបាទដោយសារខ្ញុំសាឡបងអស់ហើយបងប្អូនពិសោធន៍អស់ហើយចឹងចង់ចែករំលែកកូនចំណេះដឹងទូចមួយដល់បងប្អូនហ្នឹងដើម្បីដោះស្រាយបញ្ហាពេលជួបបញ្ហាហ្នឹងងាយស្រួលកុំឲ្យពិបាកយ៉ាប់ខកពេលវេលាខកកាយចឹងណាបាទបងប្អូនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនឥឡូវជាមួយខ្ញុំដាក់ឲ្យមើលជាមួយខ្ញុំដាក់ឲ្យមើលធាក់ឲ្យបងប្អូនមើលបាទអានេះតាមពិតទៅខ្ញុំត្រូវទៅផ្សារបាទទៅផ្សារទៅឲ្យជាងដាក់ឲ្យដដែលទេទៅទិញប៊ូស៊ីកន្លែងជាងដដែលទេប៉ុន្តែវាខូចនៅកណ្ដាលព្រៃកស៊ូនឹងធ្វើម៉េចបងប្អូនប៊ូស៊ីនេះខូចកាលមុនខ្ញុំក្លុកសាំងក្លុកអីឆ្កឹះអាបដូលនឹងម្ដងហើយប៉ុន្តែខ្ញុំអត់បានឆ្កឹះប្របែកថ្មវាបាទលើកនេះឆ្កឹះប្របែកថ្មវាចេះថាមិនត្រូវជី3ថ្ងៃទៀតមិនតាន់ខូចបងប្អូនដោយសារតែវាអត់មានជាតិប្រេងដែលនៅកកនឹងកញ្ញោមប៊ូស៊ីអានឹងក្លុករុនប៊ូស៊ីហ្នឹងវាកកកញ្ញោមនៅហ្នឹងទៅវាធ្វើឲ្យស្ទះប្រេងហ្នឹងហើយធ្វើឲ្យភ្លើងហ្នឹងវាអត់ឆ្លងវានៅបណ្ដុំតែមួយណាវាអត់ដាច់ចេញពីគ្នាបាទបដូលឯហ្នឹងអាដែកគៀនហ្នឹងវាឆ្លងគ្នាហ្នឹងហើយវាអត់នៅដាច់ពីគ្នាចឹងបងប្អូនសំខាន់ជាងគេហ្នឹងត្រូវមានសោដោះហ្នឹងតែហ្មងបាទយ៉ារៀងពិបាកមូលបងប្អូននៅសាដៃមកជារៀងចឹងរាល់វីដេអូខ្ញុំទាំងអស់ចំណេះដឹងតិចទេប៉ុន្តែភាគច្រើនមិនសូវមានអ្នកចែករំលែកបាទហើយខ្ញុំចែករំលែកតិចទេហើយខ្ញុំមិនសូវជាចេះនិយាយក្បោះក្បាយទេបងប្អូនដោយសារតែមានគំនិតចង់ចែករំលែកចំណេះដឹងតិចហ្នឹងដល់បងប្អូនហ្នឹងឯងយ៉ាងណាចេះខំរៀនធ្វើវីដេអូនិយាយទៅគីឡូដោះស្រាយពុកម៉ែបងប្អូនបានមកគ្រាដែរដូច្នេះដឹងខ្លះតិចមែនប៉ុន្តែវាអាចដោះស្រាយបញ្ហាយើងធំបានបាទដូចជាក់ស្ដែងកណ្ដាលព្រៃកស៊ូដូចខ្ញុំចេះអីនេះបើសិនណាជាអត់ចេះឆ្នៃចឹងទេត្រូវបដើទៅជាងយ៉ាងតិចក៏2 3 គីឡូទេបដើនឹងប្រហែលម៉ោងមិនដល់ទេបងប្អូនឥឡូវខ្ញុំធាក់ឲ្យមើលណាចាប់ជាប់លេខជាប់លេខបាទនេះខ្ញុំធាក់ឲ្យមើលមិនណាកាន់កាមេរ៉ាខ្ញុំទេកាន់ខ្លួនឯងអូខេបាទឆេះល្អបងប្អូនឆេះល្អហ្នឹងហើយអាចបដោះយើងបាន2 3ថ្ងៃបងប្អូនបងប្អូនមិនជឿទេបងប្អូនអាចសាកល្បងបានបាទរាល់វីដេអូខ្ញុំទាំងអស់ភាគច្រើនឲ្យបងប្អូនសាកហ្នឹងហើយបើមិនកើតអាចខមមិនណែនាំបានបាទបើមិនកើតណាតែបើកើតទេបាទសាកធ្វើតាមទាំងអស់គ្នាទៅក្រែងលុយចំណេញបានខ្លះហ្នឹងហើយចឹងអរគុណច្រើនបងប្អូនវីដេអូនឹងមានប៉ុណ្្នឹងឯងបាទជីកទៅមុខទៀតគីឡូដល់ជាងអរគុណច្រើន